ជំរាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមករៀនពាក្យមួយចំនួនដែលយើងគួរចេះនៅក្នុងរដូវកាលប្រជុំបិណ្ឌយើងអញ្ចឹងពាក្យដែលយើងប្រើនៅក្នុងភាសាអង់គ្លេសដែលយើងទៅវត្តយើងតែឃើញដូចជាពាក្យប្រសង់ពាក្យព្រះវិហារឬក៏ការប្រគេនទៅជាទានមួយចំនួនចំពោះព្រះសង្ឃក៏ដូចជាដូនជីលោកតាអាចារ្យជាដើមហ្នឹងតើយើងគួរតែប្រើពាក្យជាភាសាអង់គ្លេសបែបណាអូខេថ្ងៃនេះខ្ញុំនឹងមកចែករំលែកពុកម៉ែបងប្អូននៅក្នុងពាក្យមួយចំនួនដែលយើងប្រើនៅក្នុងវត្តអារាមអូខេទី1គឺពាក្យព្រះសង្ឃអញ្ចឹងព្រះសង្ឃនៅក្នុងវត្តអារាមគឺយើងបែងចែកទៅជា2ទី1សំដៅដល់ភិក្ខុទី2សំដៅដល់សាមណេរឬក៏តែងពុកម៉ែបងប្អូនខ្លះគាត់តែងតែហៅថាលោកនេនណាប៉ុន្តែនៅក្នុងសង្ឃស័ព្ទដែលឲ្យត្រូវនៅក្នុងសង្ឃស័ព្ទហ្នឹងគឺយើងប្រើពាក្យថាសាមណេរណាសាមណេរអូខេតោះយើងរៀនទាំងអស់គ្នាទី1គឺពាក្យព្រះសង្ឃណាព្រះសង្ឃយើងតែងតែលើថា monk right អូខេអញ្ចឹងយើងអាចប្រើពាក្យថា Buddhist monk អូខេនឹងព្រះសង្ឃសំដៅដល់ព្រះភិក្ខុណាព្រះភិក្ខុហើយចុះសាមណេរគឺ Buddhist novice គឺសាមណេរអូខេហើយចំពោះដូនជីគឺយើងប្រើពាក្យថា none គឺដូនជីចុះអាចារ្យយើងអាចប្រើពាក្យថា professor ឬក៏មួយទៀតបើសិនជាយើងប្រើសម្រាប់អាចារ្យខ្មោចទេណាបងប្អូនទាំងអស់គ្នាយើងអាចប្រើពាក្យថាundertaker អញ្ចឹងមានន័យថាអាចារ្យភ្លុកណាអាចារ្យភ្លុកហើយចុះសម្រាប់ព្រះវិហារគឺយើងប្រើជាទូទៅបើសិននៅក្នុងគ្រឹះយើងប្រើពាក្យថា church ណា church នេះវិហារនៅក្នុងបែបខាងគ្រឹះប៉ុន្តែនៅក្នុងពុទ្ធសាសនាយើងអាចប្រើពាក្យថា temple ណា temple អូខេ temple យើងប្រែថាព្រះវិហារឬក៏បែបប្រាសាទណាអូខេចុះទៅពេលយើងក៏លេខទៅឃើញនៅក្នុងវត្តហ្នឹងយើងឃើញភាគច្រើនគឺញាតិញោមគាត់យកទៅយទានអីឬក៏គាត់ទៅបាស្កូកន្លែងចែកដីចុះចែកដីហ្នឹងជាភាសាអង់គ្លេសបែបម៉េចអូខេយើងប្រើពាក្យថា stupa គឺប្រែថាចែកដីណាចែកដីអូខេនៅពេលដែលយើងទៅវត្តយើងតែងតែទៅប្រគេនទេយ្យទានក៏ដូចជាប្រគេនចង្ហាន់ចំពោះព្រះសង្ឃមែនទេអញ្ចឹងការប្រគេនហ្នឹងគឺយើងប្រើពាក្យមិនបានឲ្យវាគួរសមណាអូខេអញ្ចឹងពាក្យប្រគេនណាពាក្យប្រគេននេះយើងអត់ប្រើពាក្យថា give ទេអូខេអត់ប្រើពាក្យថាផ្ដល់ឲ្យទេអូខេអញ្ចឹងយើងប្រើពាក្យថា offer ណា offer it okay for example yesterday I went to Pagoda and offered some food to the monk okay some food to the monk or some food to the Buddhist monk okay សមមិញហ្នឹងខ្ញុំបានទៅវត្តហើយប្រគេនចង្ហាន់មួយចំនួនទៅកាន់ព្រះសង្ឃណាអូខេហើយចុះពេលដែលយើងប្រគេនហើយណាយើងតែងតែឧទ្ទិសហ្នឹងមែនទេពាក្យឧទ្ទិសណាពាក្យឧទ្ទិសយើងប្រើបែបម៉េចអូខេអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងអាចប្រើពាក្យថា pray ណា pray នេះយើងប្រើថាឧទ្ទិសឬក៏បួងសួងក៏បានដែរណាអូខេ pray for example I pray my wholesome deed to deceased relative មានន័យថាខ្ញុំបានឧទ្ទិសនៅផលបុណ្យដែលខ្ញុំបានធ្វើណា wholesome deed ហ្នឹងមានថាបុណ្យណាហ្នឹងកុសលកម្មមានថាអំពើបុណ្យណាមួយវិញទៀតពាក្យចាតកា
ចឹងតែងតែលើថាចាតិកាមានន័យថាភិក្ខុដែលលោកគង់ចាំព្រះវស្សាឬក៏ជាយើងហៅនិយាយយល់ថាជាមេវត្តឬក៏លោកអ្នកគ្រប់គ្រងនៅក្នុងវត្តអារាមណាគ្រប់គ្រងសង្ឃណាអូខេប្រធានសង្ឃនៅក្នុងវត្តអារាមនឹងឯងចឹងពាក្យថាចាតិកានេះជាភាសាអង់គ្លេសយើងប្រើពាក្យថា abort នេះគឺព្រះប្រសង់ជាចាតិកាណាអូខេហើយពាក្យសំខាន់មួយទៀតនោះគឺពុទ្ធសាសនិកណាពុទ្ធសាសនិកសម្រាប់ដល់អ្នកកាន់ពុទ្ធសាសនាអញ្ចឹងភាសាអង់គ្លេសយើងឲ្យពាក្យថាBuddhist ពុទ្ធសាសនិកអ្នកកាន់ពុទ្ធសាសនានឹងឯងតែពេលព្រះពុទ្ធសាសនាគឺ Buddhism ព្រះពុទ្ធសាសនាអូខេហើយចុះដូចឧបាសិកាណាយើងប្រើពាក្យថា layman ឬក៏ lay woman ណា layman or lay woman